ក្នុងថ្ងៃនេះថ្ងៃប្រហោះ10រោចខែបុស្សឆ្នាំរោងចស័កពុទ្ធសករាជ2568ត្រូវថ្ងៃទី23ខែមករាឆ្នាំ2025ក្នុងថ្ងៃនេះរៀបចំគ្រូបាទជ័យឲ្យខាងឪពុកខាងម្ដាយឲ្យបងស្រីនីក្នុងភូមិសំរោងឃុំអូមលូស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមសូមគ្រូបាទជ័យខាងឪពុកខាងម្ដាយសូមជួយតាមថែរក្សាគាត់ឲ្យឆាប់ជាសះស្បើយនៅឈឺក្បាលរវល់មុខចុកដៃចុកជើងទាំងអស់បទុសបរមីវត្ថុស័ក្តិសិទ្ធិឲ្យមួយយ៉ាងមួយទៀតក៏សូមឲ្យគ្រូបាទជ័យនេះសែបសៅកាយាហាចំណីមានផ្លែក្រូចផ្លែប៉ោមផ្លែជ័យព្រមទាំងទៀន5ធូប5បារី5ដើមទៀតណានឹងកម្មាមួយកណៈសក្រាលហើយទឹកអំឆ្វេងស្ដាំបច្ឆាមកគូសាលាធរដូននឹង2មកគូអញ្ចឹងហើយមកគូទៀតណាអញ្ចឹងហើយសូមឲ្យគ្រូបាទជ័យខាងឪពុកខាងម្ដាយបងស្រីនេះសូមឲ្យតាមថែរក្សាគាត់ផងកុំឲ្យឈឺក្បាលវល់មុខទាំងអស់សពុនដៃសពុនជើងអញ្ចឹងឥឡូវនេះកូនចៅបានរៀបចំគ្រូបាទជ័យខាងឪពុកខាងម្ដាយហើយក៏សូមឲ្យជួយតាមថែរក្សាគាត់ផងតែណាអញ្ចឹងគឺខ្ញុំបកណាដែលរៀបចំឲ្យសិស្សគុណបងសិស្សគុណឲ្យតើសិស្សហ្នឹងគឺបងសីនីអញ្ចឹងហើយក៏សូមឲ្យគ្រូបាទជ័យអញ្ចឹងជួយតាមថែរក្សាគាត់ផងតែណាហ្នឹងហើយអញ្ចឹងកូនចៅបានរៀបចំតែប៉ុណ្្នឹងហើយជារៀងរាល់ថ្ងៃសិល8កើត8រោចពេញបោខែដាច់កូនចៅនឹងមានទឹកអប់ឆ្វេងស្ដាំជារៀងរាល់ថ្ងៃសិលមានទៀន5ធូប5បារី5ដើមសាលាធัวព្រមទាំងទឹកអប់ឆ្វេងស្ដាំផ្លែឈើនិងទៀនលឿងមកគូព្រមទាំងទឹកតែហ្នឹងគឺ5កែវអញ្ចឹងហើយឬក៏4កែវហើយទុកអុច7ស័យឬក៏9ស័យអញ្ចឹងសូមគ្រូបាទជ័យខាងឪពុកខាងម្ដាយហ្នឹងជួយតាមថែរក្សាគាត់ទៅដោះពឹសដកពទៅក្នុងខ្លួនគាត់របស់គាត់ទៅណាអញ្ចឹងសូមអរគុណសូមអរគុណទាំង